ចំពោះបរោះដែលគាត់បានន័យថាគាត់សម្រេចកម្មដែលខ្លួនឯងជាញឹកញាប់បាទអញ្ចឹងកន្លែងនេះយើងត្រូវដឹងថាចំនួនប្រមាណដែលធម្មតាចំនួនប្រមាណដែលញឹកញាប់បាទបើតាមក្បួនវិទ្យាសាស្ត្រការសម្រេចកម្មដែលខ្លួនឯងនេះអាចយើងគិតទៅក្នុងមួយអាទិត្យអាចជាធម្មតា2ដងទៅ3ដងអាហ្នឹងគឺក្នុងកម្រិតធម្មតាតែបើសិនជាគិតក្នុងមួយអាទិត្យការសម្រេចកម្មដែលខ្លួនឯងនេះអាចឡើងដល់5 6ដង10ដងអញ្ចឹងបានន័យថាវាមានចំនួនច្រើនបាទអញ្ចឹងបើសិនជាយើងសម្រេចកម្មនោះវាច្រើនលើសពីធម្មតាវាក៏អាចមានផលប៉ះពាល់ដែរទី1វាងាយធ្វើឲ្យរលាកលឹងរបស់បរោះផ្ទាល់តែម្ដងទី2អាចធ្វើឲ្យរលាកបង្ហូរនោមដោយសារការប៉ះទង្គិចបាទទី3គឺធ្វើឲ្យបរោះហ្នឹងថ្ងៃក្រោយទៅគឺអាចឲ្យគាត់មានបញ្ហាខ្សោយផ្លូវភេទគឺឬក៏ឆាប់ចេញទៅកាមតែម្ដងបាទ